ទៅវិញឲ្យបាត់ទៅបើទោះជានៅក៏អញមិនឲ្យដែររបស់អញខំទិញមកអស់ទាំងលុយចេះមកខ្ចីយកទៅប្រើទៅយ៉ាងម៉េចមិនឯងធ្វើអញ្ចឹងអ្នកភូមិជាមួយគ្នាគេមកខ្ចីបន្ថែមបន្តិចសោះហើយមិនក៏ឯងមិនឲ្យឯងកំណាញ់ម្លេះកូនប្រសាឯងចេះផឹកស្រាទេកូនប្រសាប៉ាតន់តែចេះផឹកស្រាទៅយកបើឯងចេះផឹកស្រាយើងយកតែម្ដងបាច់និយាយច្រើនទេនៅក្នុងភូមិមួយមានបរិសវ័យកណ្ដាលម្នាក់ជាអ្នកមានចិត្តកំណាញ់ម៉ៅស្វិតគ្មាននរណាអាចខ្ចីរបស់របរគាត់យកទៅប្រើប្រាស់បានឡើយហើយគាត់មានកូនស្រីដ៏ស្រស់ស្អាតម្នាក់ដែលគួរជាទីពេញចិត្តរបស់កំឡោះនៅក្នុងភូមិមីងអើយតានៅផ្ទះទេមីងមីងនៅតើក្មួយអូចិនដាទេអីមករមីងមានការអីផងអាក្មួយតាពូនៅផ្ទះទេមីងអូយពូឯងមិននៅផ្ទះទេក្មួយមានការអីជាមួយពូឯងមែនទេអត់ទេមីងក្មួយចង់មកខ្ចីចប់មីងយកទៅកាប់ដីដាំបន្លែក្មួយសួរមីងព្រោះខ្លាចពូនៅផ្ទះបើគាត់នៅផ្ទះក្មួយមិនហ៊ានខ្ចីទេពូឯងមិននៅទេទៅក្រៅបាត់តាំងពីព្រឹកមិញម្លេះហើយចប់នៅក្រោយផ្ទះឯនោះក្មួយទៅយកទៅណាមីងទៅដាំបាយសិនហើយចាមីងអរគុណច្រើនអរគុណស្អីចិន្តាយើងមិនទាន់យល់ព្រមថាឲ្យឯងទេម៉ែវាឯងក៏អញ្ចឹងដែរមុននឹងឲ្យគេខ្ចីអីមានសួរខ្ញុំជាមុនសិនដែរទេម៉ែវាឯងកុំចេះតែឲ្យតាមចិត្តចង់ណាណែឪវាឯងនេះពីមួយថ្ងៃទៅមួយថ្ងៃដូចជាកំណាញ់ទៅហើយអ្នកណាមកខ្ចីអីឯងដូចជាមិនឲ្យគេសោះយើងណាជាអ្នកភូមិផងរបងជាមួយគ្នាពឹងពាក់គ្នាទៅវិញទៅមកជារឿងធម្មតាទេឯងកំណើតអាចចិត្តកំណាញ់នឹងខ្លាំងពេកស្លាប់ទៅយកទៅមិនកើតទេអញមិនឲ្យទេពួកអ្នកភូមិអស់នឹងបើថាឲ្យខ្ចីម្ដងគឺច្បាស់ជាមកខ្ចីមិនឈប់ទេលុយមានក៏ទៅទិញយកមកប្រើប្រាស់ទៅចាំបាច់អីមកខ្ចីរបស់គេយកទៅប្រើធ្វើស្អីម៉ែវាឯងតាមមិនទាន់ល្បិចអ្នកភូមិអស់នឹងទេមនុស្សដូចជាឯងនឹងណាគេមិនហៅថាឆ្លាតទេគេហៅថាកំណាញ់ម៉ៅស្វិតយូរទៅគេលែងចង់រាប់រកគ្រួសារយើងហើយដោយសារតែអាចចិត្តកំណាញ់នឹងឯងហៅស្អីក៏បានដែរឲ្យតែរបស់យើងនៅគង់អញមិនដែលទៅខ្វល់ជាមួយនឹងអ្នកភូមិចាំតែខ្ចីរបស់គេប្រើអញ្ចឹងទេអ្នកនៅជិតគ្នាតែងតែពឹងពាក់គ្នាទៅវិញទៅមកអញ្ចឹងហើយវាជារឿងធម្មតាទេលើកនេះគេខ្ចីយើងលើកក្រោយយើងខ្ចីគេមិនទាស់ខុសអីទេអញមិនដែលទៅខ្ចីរបស់អ្នកណាទេហើយអញក៏មិនទៅខ្ចីរបស់អ្នកភូមិនឹងនាំទៅថោកដែរអូយគំនិតឪវាឯងតែអញ្ចឹងបញ្ចាត់តែថ្ងៃក្រោយទៅខ្ចីរបស់គេមិនមើលមុខទៅបានហើយមីងពូកុំឆ្លោះគ្នាដោយសារតែខ្ញុំអីចប់នឹងខ្ញុំអត់យកទៅទេមីងឥឡូវខ្ញុំលាមីងនិងពូទៅវិញសិនហើយចាក្មួយឯងឃើញទេគ្នាអន់ចិត្តទៅហើយទៅវិញឲ្យបាត់ទៅបើទោះជានៅក៏អញមិនឲ្យដែររបស់អញខំទិញមកអស់ទាំងលុយចេះមកខ្ចីយកទៅប្រើទៅយ៉ាងម៉េចអូយឯងនេះយ៉ាប់ខ្លាំងណាស់មិនដឹងជាថ្ងៃណាកែអាកំណត់នឹងទេឯងចង់ឲ្យខ្ញុំកែកំណត់ឲ្យរបស់ទៅអ្នកភូមិទាំងអស់នឹងខ្ចីមែនទេឯងមានគិតដែរទេពេលដែលខ្ចីយកទៅប្រើពេលខូចឬក៏បាត់តើអ្នកណាជាអ្នកទិញថ្មីពួកអ្នកភូមិទាំងអស់នឹងមែនទេមិនមែនទេគឺយើងជាអ្នកទិញថ្មីហើយក៏យកលុយយើងទៅទិញដែរអញ្ចឹងហើយឯងមិនត្រូវឲ្យអ្នកភូមិអស់នឹងខ្ចីទេខ្ញុំខ្ជិលប្រកែកនឹងឯងណាស់ចាំមើលថ្ងៃក្រោយកូនស្រីឯងគ្មានអ្នកណាចូលមកសួរទេនៅអេននឹងហើយដោយសារតែអាកំណត់ឯងនឹងកូនស្រីយើងស្អាតដូចជាទេពធីតាអញ្ចឹងឯងខ្លាចអត់មានអ្នកចូលសួរខ្ញុំដើររាល់ថ្ងៃនេះណាកំឡោះក្នុងភូមិហៅខ្ញុំថាក្មេកសឹងតែមកភូមិទៅហើយខ្ញុំមិនដែលចាប់អារម្មណ៍មើលផងឯងទៅខ្លាចធ្វើស្អីខ្ញុំខ្លាចតែគេចូលមកច្រើនពេកទេឲ្យតែដូចមាត់ឯងនិយាយទៅខ្ញុំទៅដាំបាយហើយឯងទៅដាំបាយឲ្យលឿនទៅខ្ញុំឃ្លានហើយចិន្តាឯងកាត់អីនឹងមកក៏ធ្វើមុខស្អុយម្លេះគ្នាមិនកាត់អីទេសម្លាញ់ណែប្រាប់គ្នាមកសម្លាញ់យើងណាស្គាល់គ្នាយូរហើយយើងគ្រាន់តែឃើញមុខឯងយើងដឹងបាត់ទៅហើយសម្លាញ់ណែអ្នកណាធ្វើអីឯងឬមួយក៏ឯងត្រូវប្រុសបោកចិត្ត
ណែប្រុសមួយណាទៅហ៊ានបោកចិត្តមិត្តសម្លាញ់របស់យើងណែប្រាប់គ្នាមកណាយើងទៅបដៅវាឲ្យអូយកាន់តែវិញឆ្ងាយហើយធីតាណែមកខ្ញុំហ្នឹងអីមានប្រុសណាមកបោកកាត់នោះគ្នានិយាយលេងទេសម្លាញ់យើងឃើញឯងធ្វើមុខអញ្ចឹងយើងនិយាយចង់ឲ្យឯងសើចនឹងណាសម្លាញ់ឥឡូវប្រាប់គ្នាមកឯងមានរឿងអីរឿងនឹងរឿងគ្នាតែខ្ចីចោលពីផ្ទះឯងព្រឹកមិញនឹងណាត្រូវឲ្យឯងថាឲ្យគ្នាហើយគាត់ឆ្លោះគ្នាជាមួយម៉ែឯងទៀតពុកគ្នាណាគាត់តែប៉ុណ្ណឹងឲ្យឯងកុំប្រកាន់គាត់អីណាសម្លាញ់ឲ្យគ្នាសុំទោសជំនួសគាត់ផងណាសម្លាញ់ខ្ញុំមិនខឹងនឹងពុកឯងទេសម្លាញ់តែគ្នាធ្វើឲ្យពុកម៉ែឯងគាត់ឆ្លោះគ្នាមិនអីទេណាសម្លាញ់តែទៀតគាត់ត្រូវរើគ្នាវិញហើយរឿងពុកគ្នាក៏ពិបាកចិត្តដែរបើគាត់នៅតែមានចិត្តអញ្ចឹងមិនដឹងថាមានអ្នកណាហ៊ានចូលមកស្ដីទៅដឹងគ្នាឬអត់ទេអីយ៉ាមិត្តភក្តិខ្ញុំចង់បានប្តីហាញ់តានេះអូយឈួតយើងមិនទាន់ចង់បានទេយើងគិតតែពីរឿងពុកយើងតាឲ្យតែប្រកាសណាថាគិតរឿងពុកទៅសម្លាញ់មើលមុខឡើងក្រហមទៅហើយហើយយើងឈប់និយាយជាមួយឯងហើយដល់និយាយត្រូវរឿងសុទ្ធតែឈប់និយាយជាមួយឯងហើយណោះអូយហើយលួចស្រឡាញ់អ្នកណាគេហើយនឹងសម្លាញ់ខ្ញុំនេះគ្មានទេឯងកុំចេះតែនិយាយផ្ដេសផ្ដាសខ្ញុំមិនទាន់យកអ្នកណាទេចាំឯងមានប្តីមុនសិនទៅគ្នានេះគិតគូតាមក្រោយអញ្ចឹងឯងមិត្តសម្លាញ់ចាំទុកណាកុំទាន់យកប្តីមុនយើងឲ្យសោះណាអូមិនដឹងជាស្អីឯងទេនិយាយតែអារឿងប្តីយើងឈប់និយាយហើយយើងទៅផ្ទះវិញហើយឯងនៅម្នាក់ឯងទៅម៉ែពុកតាណាហើយអូពុកឯងបាយហើយក៏ទៅក្នុងភូមិបាត់ហើយឯងរកពុកឯងធ្វើអីមិនអីទេម៉ែមុននឹងណាកូននិយាយជាមួយចិន្តាវាប្រាប់កូនថាព្រឹកមិញណាវាមកខ្ចីចប់តែត្រូវពុកស្ដីឲ្យគិតទៅក៏អាណិតគ្នាដែរពុកឯងនឹងណាចិត្តកំណាញ់ម៉ៅស្វិតក្មួយមកខ្ចីចប់យកទៅដាំបន្លែបន្ទិញក៏មិនអោយណែឪឯងនឹងណាចាប់ណាស់អូយមិនដឹងជាចិនដានគេអន់ចិត្តយ៉ាងម៉េចទេវាមិនអន់ចិត្តទេម៉ែតែវាបារម្ភថាព្រឹកមិញនេះវាមកធ្វើឲ្យពុកនិងម៉ែឆ្លោះគ្នាម៉ែនិងពុកឯងណាគ្មានរឿងអីទេអ្នកវឿនអើយអ្នកវឿននៅផ្ទះអត់ហ្នឹងចានៅតែអ្នកហើយអ្នកមករកខ្ញុំមានការអីដែរខ្ញុំមករកខ្ចីបថៅអ្នកយកទៅកាប់អស់បន្តិចអ្នកមានបថៅទេខ្ញុំមានតែអ្នកតែខ្ញុំមិនហ៊ានឲ្យអ្នកខ្ចីទេខ្លាចប្តីខ្ញុំមកវិញរករឿងទៀតអ្នកកុំប្រកាន់ខឹងនឹងខ្ញុំអីណាខ្ញុំមិនខឹងអ្នកទេអ្នកណាមិនល្បីប្តីអ្នកនៅក្នុងភូមិនេះនោះខ្ញុំឃើញគាត់នៅទៅមកខ្ចីអ្នកនឹងណាបើគាត់នៅខ្ញុំមិនហ៊ានទេអ្នកអើយខ្ញុំខ្លាចគាត់ថាឲ្យចាអ្នកព្រឹកមិញក្មួយចិន្តាមកខ្ចីចប់ដែរខ្ញុំឲ្យហើយតែប្តីខ្ញុំគាត់មកតន់គាត់ក៏ថាឲ្យគ្នាទៅគ្នាក៏ទៅផ្ទះវិញបាត់ទៅអូយចាណាគេលើកផ្ទះអញទៅណាបាត់ហើយមិនសល់តែព្រៃអញ្ចឹងប្រពន្ធសម្លាញ់អូនឯងនៅណាបងឲ្យអូននៅមើលផ្ទះបងទៅផឹកជាមួយគេមកផ្លេតសោះហើយមិនក៏ឲ្យគេយកផ្ទះបាត់អញ្ចឹងចាលោកប្តីមិនមកពីផឹកវិញរកផ្ទះសម្បែងលែងឃើញហើយអីមែនទេផ្ទះនៅទីនេះឲ្យទៅរកផ្ទះអីនៅក្នុងព្រៃហ្នឹងឯងស្វាមែនចំផ្ទះអញនៅនេះសោះអញខំតភ័យស្មានតាណាគេមកយកផ្ទះអញបាត់ហើយអញ្ចឹងខ្ញុំលាអ្នកទៅវិញសិនហើយណាព្រោះគាត់មកវិញហើយចាស់អ្នកចំសុកអញបញ្ញាប់ទៅណានេះអញសង្ស័យតែមួយញ៉ែប្រពន្ធអញហ្មងគ្រាន់តែឃើញអញមកបញ្ញាប់ទៅវិញអញ្ចឹងធីតាមិនក៏កូនឈោមមើលគេញ៉ែម៉ែខ្លួនឯងអញ្ចឹងអ្នកភូមិអើយប្រពន្ធកូនខ្ញុំក្បត់ខ្ញុំអើយពីស្អីឯងមកពីផឹកវិញបង្ករឿងភ្លាមបែបហ្នឹង
ក្បត់អើយអញថាក្បត់ហើយរាល់ដងមិនដែលស្រែកដាក់អញអញ្ចឹងទេម៉េចអាសុកនឹងវាល្អជាងអញទៅណាទៅ ក្បត់ស្អីឯងហ៎នេះអ្នកសុកគាត់មកខ្ចីពូថៅយកទៅពុះអស់ មកខ្ចីពូថៅទេចុះយូរហើយមិនកុំប្រាប់ទុកឲ្យខ្ញុំយល់ច្រឡំម្នាក់ឯង ឲ្យខ្ញុំប្រាប់ឯងយ៉ាងម៉េចបើឯងមកដល់គ្មានសួររកហេតុផលអីទេគិតតែបិចោតខ្ញុំហើយថែមទាំងស្រែកប្រាប់អ្នកភូមិទៀត តើបងសុំទោសណាប្រពន្ធសំឡាញ់បងខុសហើយបងឈួតមកពេលឥឡូវអូនឲ្យវាខ្ចីពូថៅហើយនៅ ខ្ញុំមិនទាន់ឲ្យទេខ្ញុំខ្លាចឯងថាឲ្យដូចពីព្រឹកមិញទៀត មិនឯងធ្វើអញ្ចឹងអ្នកភូមិជាមួយគ្នាគេមកខ្ចីពូថៅបន្តិចសោះហើយមិនក៏ឯងមិនឲ្យឯងកំណាញ់ម្លេះអាសុកអញពិតជាខកចិត្តនឹងប្រពន្ធអញខ្លាំងណាស់មនុស្សស្រីពិតជាមិនយល់ការអីមែនហ្មងឲ្យនៅផ្ទះដឹងតែពីនៅផ្ទះពិតមែនកុំថាគាត់អញ្ចឹងអីលបងមកពីគាត់ខ្លាចលបងថាឲ្យគាត់នឹងណាមានរឿងអីថាឲ្យគ្រាន់តែរឿងខ្ចីបថៅប៉ុណ្ណឹងសោះហ្នឹង អូឯងខ្មៅចូលមែនណាល្ងាចនឹងអីក៏ស្រួលម្លេះរាល់ដងណាពេលគេមកខ្ចីដូចជាមិនអញ្ចឹងទេ ខ្មោចចូលស្អីឯងយើងអ្នកចិត្តខាងគ្នាយើងត្រូវចេះឲ្យគ្នាខ្ចីម្នាក់ម្ដងអញ្ចឹងហើយទើបគេហៅថាអ្នកចិត្តខាងល្អធ្វើដូចជាឯងអញ្ចឹងវាគ្មានញាតិទេត្រូវរៀនធ្វើចិត្តល្អឲ្យដូចខ្ញុំនេះ ទៅល្អហើយលោកប្តី ឯងនៅនិយាយច្រើនម្លេះទៅយកបថៅមកឲ្យអាសុកទៅវាបញ្ញាប់យកទៅពុះអស់ណាហេនៅតែនិយាយមិនចេះមើលមែនហ្មងមិនបាច់ទេលបងចាំខ្ញុំទៅយកខ្លួនឯងខ្ញុំអរគុណច្រើនហើយមិនចាំបាច់អរគុណអីទេយើងជាអ្នកចិត្តខាងគ្នាតាឥឡូវខ្ញុំប្រាប់ម៉ែវាឯងយើងធ្វើជាអ្នកចិត្តខាងនឹងគ្នាមានគេមករកអីយើងចេះឲ្យខ្លះទៅកុំកំណាញ់ពេកគ្មានញាតិទេហើយកូនស្រីក៏អញ្ចឹងដែរមិនត្រូវធ្វើតាមម៉ែឯងទេត្រូវធ្វើចិត្តឲ្យទូលាយដូចពុកអញ្ចឹងទើបមានញាតិច្រើនធ្វើដូចម៉ែឯងថ្ងៃក្រោយគ្មានអ្នកណាគេមកយកធ្វើជាប្រពន្ធទេអីទៅជាឯងជាអ្នកខុសទៅវិញឲ្យវាអញ្ចឹងឡើងលោកប្តីល្អលោកប្តីនេះមិនចេះខុស ខ្ញុំនេះវាល្អយូរហើយឯងមិនបាច់ប្រាំទេឥឡូវខ្ញុំទៅដេកហើយ ចប់ហើយឪឯងពេលស្វាងគេខ្ចីមិនបានទេដល់ទៅពេលស្វឹងណាឡើងស្រួលឆ្ងាញ់ត្រង់ថាម៉ែជាមនុស្សមិនចេះរាប់ញាតនឹងហ្មងគាត់ស្វឹងភ្លេចអស់ហើយម៉ែអើត្រកបាយទឹកទៅកូនចាស់ម៉ែសុធាឯងជួយគិតគ្នាមើលធ្វើយ៉ាងម៉េចញ៉ាយកូនពូណំម៉ៅស្វិតនឹងបានណាឯងស្រឡាញ់ធីតាកូនពូណំនឹងមែនហ្នឹងហើយសម្លាញ់គ្នាស្រឡាញ់យូរហើយឯងមិនខ្លាចនាងកាត់តាមពូណំទេអីបើកាត់តាមពូណំនឹងមែនគឺច្បាស់ជាចប់ហើយសម្លាញ់អើយកាត់តាមស្អីនាងចិត្តល្អសឹងអីដូចម្ដាយនាងអញ្ចឹងឥឡូវឯងជួយគិតគ្នាបន្តិចទៅតើគួរធ្វើយ៉ាងម៉េចវ៉ៃគ្នាមិនហ៊ានបញ្ចេញយោបល់ទេសម្លាញ់អើយតែគ្នាឮថាម្សិលមិញពូសុកទៅខ្ចីពថៅពេលដែលពូណំគាត់ស្វឹងគាត់ខ្ចីបានតើសម្លាញ់គ្នាមិនមែនខ្ចីរបស់ទេសម្លាញ់គ្នាស្រឡាញ់កូនគាត់ឯងទៅនិយាយរឿងពថៅឯណាប្រាប់គ្នាធ្វើអីអាល្ងងអើយឯងមិនគិតមើលពេលគាត់ស្វាងពិបាកនិយាយគ្នាណាអញ្ចឹងឯងទៅនិយាយជាមួយគាត់ពេលដែលគាត់ស្វឹងទៅក្រែងលោគាត់លើកកូនស្រីឲ្យឯងណាសម្លាញ់ឯងនិយាយមកដូចជាសមហេតុសមផលដែរតាសម្លាញ់អញ្ចឹងពេលគាត់ស្វឹងចាំយើងចូលទៅនិយាយជាមួយគាត់តែឯងត្រូវជូនអញទៅណាអត់ទេទៅម្នាក់ឯងទៅអញខ្លាចគាត់ដេញកាប់ណាតែវាជាគំនិតរបស់ឯងអញ្ចឹងហើយឯងត្រូវតែជូនអញទៅបើមានរឿងអីយើងមានគ្នារត់
បើដឹងអញ្ចឹងអញមិននិយាយទេហ่าអញធ្វើអញ្ចឹងដូចជាសម្លាប់អញអញ្ចឹងអាសម្លាញ់តោះទៅផ្ទះពូណំម៉ែវាអើយម៉ែវា ចាស់ឯងហៅខ្ញុំធ្វើអី ឯងមានឃើញបថៅទេខ្ញុំរមឃើញសោះមិនដឹងជានរណាមកយកទៅបាត់ទេ គ្មានអ្នកណាយកទៅណាទេគឺឯងជាអ្នកឲ្យអ្នកសុកខ្ចីម្សិលមិញហ្នឹង អ្នកណាគេឲ្យខ្ចីឯងនិយាយឲ្យស្រួលបួលបន្តិចទៅមើល ឯងនឹងហើយអ្នកឲ្យខ្ចីឯងភ្លេចហើយអីម្សិលមិញណាពេលឪវាឯងមកពីផឹកវិញហ្នឹងបានឲ្យអ្នកសុកខ្ចីពូថៅហើយណាបានថាខ្ញុំទៀតពេលខ្ញុំមិនឲ្យខ្ចីឯងនៅចាំអត់ អញមិនបានឲ្យអាសុកខ្ចីអីទេម៉ែវាឯងនឹងហើយជាអ្នកឲ្យខ្ចីហើយមកចោទថាអញទៀតឯងចាំមើលណាអញទៅផឹកឲ្យស្វឹងមកវិញមានរឿងជាមួយអញមិនខានទេ ហើយទៀតហើយពុកឥឡូវកូននៅចាំមើលពេលមកវិញណាមានរឿងអីកើតឡើងចាស់ម៉ែ អាយ៉ាប្រពន្ធកូននៅចាំទទួលប្តីមកពីផឹកទៀតពិតជាមានមោទនភាពខ្លាំងណាស់ខ្ញុំ ហើយស្វឹងស្រាទៀតហើយពុកស្វឹងពីរថ្ងៃជាប់គ្នាអញ្ចឹងហ្មងមិនគិតជួយធ្វើការម៉ែខ្លះទេអី កូនសំឡាញ់ពុកផឹកស្រាបំឲ្យស្វឹងស្រាចង់ឲ្យពុកស្វឹងទឹកសុទ្ធមែនទេពិតជាកំ pl ែងមែន បានហើយបងស្វឹងហើយក៏ទៅសម្រានទៅ អាយ៉ាប្រពន្ធខ្ញុំពិតជាបារម្ភពីខ្ញុំមែនដឹងខ្ញុំស្វឹងហើយប្រាប់ខ្ញុំឲ្យទៅសម្រានទៀតប្រពន្ធកូនល្អបែបហ្នឹងងាយទៅរកនៅណាបានអ្នកភូមិគ្មានអ្នកណាមានសំណាងដូចខ្ញុំអញ្ចឹងទេជំរាបសួរលោកពូណាមីងអើលើកដៃឡើងរាំក្មួយ យាយមិនបានជាទៅលើកដៃឡើងរំវិញណែកុំប្រកាន់ប្តីមីងអីណាក្មួយគាត់ស្វឹងហើយក្មួយទាំងពីរមកផ្ទះមីងមានការអីមែនទេ បាទណាមីងគឺមានរឿងបន្តិចបន្តួចលាក់បាំងអីណាមីងមិត្តខ្ញុំនេះវាស្រឡាញ់កូនស្រីណាមីងតែវាមិនហ៊ានចូលទេវាខ្លាចមីងមិនលើកឲ្យវាក្មួយនឹងស្រឡាញ់កូនពូបាទលោកពូហៅពូស្អីហៅប៉ាក្មេកមកកូនប្រសាបាទលោកប៉ាក្មេក ហូចាប់ហើយឪឯងណាធីតាណែឯងស្វឹងហើយទៅសម្រានទៅចាំខ្ញុំនិយាយជាមួយក្មួយទាំងពីរនេះវិញ ស្វឹងស្អីបងមិនស្វឹងទេអូនសំឡាញ់បងមើលមុខកូនប្រសាបងមិនចឹងអីកូនប្រសាបាទលោកប៉ាក្មេងកូនប្រសាឯងចេះផឹកស្រាទេកូនប្រសាប៉ាតន់តែចេះផឹកស្រាទៅយកបើឯងចេះផឹកស្រាយើងយកតែម្ដងបាច់និយាយច្រើនទេលោកពូទុកចិត្តមិត្តខ្ញុំចុះសម្លាញ់ខ្ញុំនេះគឺមហាអ្នកផឹកហើយនៅក្នុងភូមិនេះនៅមិនទាន់មានអ្នកផឹកឈ្នះវានៅឡើយទេបើលោកពូបានវាគឺគ្រប់ទឹកហើយលោកពូចង់ផឹក7យប់7ថ្ងៃក៏វានៅកំដរបានដែរដូចជាលើសពេកហើយអីសម្លាញ់អញរត់តែកូនភាសាខ្លាំងអញ្ចឹងការឲ្យផឹក7យប់7ថ្ងៃឲ្យផ្អើលអ្នកភូមិនេះម្ដងឲ្យគេដឹងថាកូនភាសាអាណមនេះវាបកកែផឹកយ៉ាងណាក្មួយខាងនេះឯងចេះផឹកឬក៏អត់បាទខ្ញុំមិនចេះផឹកទេលោកពូឯងនេះពិតជាអត់កំណើតមែនមិនដូចកូនភាសាអញសោះពូប្រាប់ក្មួយណាបើមិនចេះផឹកស្រាទេគេមិនលើកកូនឲ្យទេក្មួយត្រូវផឹកដូចកូនភាសាពូអញ្ចឹងណាគ្រាន់តែពូលឺហើយពូលើកកូនស្រីឲ្យវាតែម្ដង បាទលោកពូខ្ញុំនឹងរៀនផឹកដែរអញ្ចឹងល្អក្មួយប្រុសបើចេះផឹកពេលណាណាប្រាប់ពូចាំពូចូលសួរកូនគេឲ្យអ្នកភូមិនេះឲ្យតែពូចូលសួរដឹងតែលើកឲ្យតែម្ដងហើយបាទលោកពូលោកឪពុកក្មេងចោលរឿងថ្លៃបណ្ដាការវិញ
លោកពុកក្មេកបង្គាប់ប្រមាណដែរទៅបង្គាប់ស្អីគេអាកូនប្រសាឲ្យតែបានកូនប្រសាបកាយផឹកអញ្ចឹងពុកមិនបង្គាប់ទេឲ្យពុកម៉ែកូនឯងនឹងចូលសួរមកពុកលើកឲ្យហើយរោពលីល្អការតែហ្មងទៅណែឪវាកូនស្រីយើងមួយទាំងមូលណានេះមិនគិតបង្គាប់ខ្លះទេអីបងដឹងតើកូនស្រីមួយនោះបងមានតន់ថាកូនស្រីមកចំហៀងឯណាហើយអូនឯងប្រកបមកធ្វើស្អីទៀតបានចំណេញកូនប្រសាមួយហើយរកអីទៀតណាអូនហើយកូនប្រសាបកាយផឹកអញ្ចឹងទៀតងាយឯណារកបាននោះអូនឯងចាំពាក្យសម្ដីឯងទុកណាស្អែកក៏មកបន្ទោសខ្ញុំណាបងដឹងហើយបងមិនភ្លេចទេអញ្ចឹងខ្ញុំសុំលាមីងនឹងពុកក្មេកទៅវិញសិនហើយបានប្រយ័ត្នផ្លូវកែងណាអាកូនប្រសាឯងម្សិលមិញឯងមានចាំថាឯងនិយាយអីខ្លះទេខ្ញុំដឹងទេខ្ញុំមកពីផឹកវិញខ្ញុំដេញតាហើយមានរឿងអីមែនឪវាឯងនឹងខ្ញុំវាគ្មានរឿងអីទេតែអ្នកដែលមានរឿងគឺកូនស្រីយើងឯណោះទេកូនស្រីយើងមានរឿងអីអ្នកណាធ្វើអីហើយឥឡូវកូននៅណាហ៊ុយឪវាឯងមិនបាច់ភ័យទេគ្មានអ្នកណាធ្វើអីទេគឺឯងនឹងហើយជាអ្នកធ្វើឯងមិនចាំទេមែនទេខ្ញុំធ្វើស្អីឯងនិយាយមកមើលខ្ញុំពិតជាឆ្ងល់ខ្លាំងណាស់នេះដែលឯងមកថាខ្ញុំអញ្ចឹងនោះឯងមានចាំក្មួយ2នាក់មកផ្ទះយើងម្សិលមិញពេលឯងស្វឹងទេ2នាក់ណាទៅម៉ែវា2នាក់មករកឯងពេលដែលឯងមកពីផឹកវិញហ្នឹងណាអូខ្ញុំចាំហើយ2នាក់ហ្នឹងវាមានរឿងអីមែនឯងមានចាំថាឯងនិយាយសន្យាស្អីជាមួយពួកក្មួយ2នាក់ហ្នឹងទេខ្ញុំមានសន្យាអីទៀតម៉ែវាឯងប្រាប់ខ្ញុំបន្តិចមកមើលខ្ញុំនិយាយអីខ្លះឯងសន្យាជាមួយក្មួយខេមរាថាឯងលើកកូនស្រីឲ្យដោយមិនបង្គាប់ថ្លៃបណ្ដាការទេតើឯងនៅចាំឬអត់ខ្ញុំពិតជាបានសន្យាអញ្ចឹងមែនអីម៉ែវាមែនហើយឪវាឯងគិតមើលទៅមាននឹកឃើញទេចប់ហើយខ្ញុំពេលស្វាងតឹងពេលស្វឹងស្រួលសូម្បីតែកូនស្រីតែមួយក៏លើកឲ្យគេមិនបង្គាប់ថ្លៃបណ្ដាការដែរ